ពេជ្រសៃវ៉ាជាកីឡាករគុនខ្មែរកំពុងឡើងជើងម្នាក់ដែលជាសិស្សគុនមកពីក្លឹបប្រដាល់ពេជ្រសុផាន់គុនខ្មែរក្រោមការបង្វឹកដោយផ្ទាល់ពីលោកពេជ្រសុផាន់កំពុងត្រៀមខ្លួនយ៉ាងមុតមាំដោយការខិតខំប្រឹងប្រែងវឹកហាត់សម្លៀងផ្លែអាវុធរបស់ខ្លួនដើម្បីឡើងសង្វៀនអន្តរជាតិស្វាគមន៍ជើងខ្លាំងមកពីប្រទេសបារាំង Gabi Renucci ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀន Gensburg គុនខ្មែរ Super Strike របស់ស្ថានីយ៍ទូរទស្សន៍ PNN ដែលការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី8ខែកុម្ភៈឆ្នាំ2026ខាងមុខដោយពេជ្រសៃវ៉ាត្រូវប៉ះជាមួយនឹងកីឡាករបារាំងរូបនេះក្នុងប្រភេទទម្ងន់ 63.5 គីឡូក្រាមដែលជាគូប្រកួតមួយត្រូវបានអ្នកគាំទ្ររំពឹងថានឹងផ្ដល់នូវការប្រកួតដ៏ជក់ចិត្តនិងពោរពេញដោយបច្ចេកទេសគុនខ្មែរពេជ្រសៃវ៉ាគឺជាកីឡាករប្រដាល់គុនខ្មែរដែលបានចាប់ផ្ដើមវឹកហាត់ប្រដាល់គុនខ្មែរជាង3ឆ្នាំមកហើយដោយសារតែក្តីស្រឡាញ់ប្រដាល់ជាតិតាមរយៈការវឹកហាត់យ៉ាងតស៊ូនិងមានវិន័យខ្ពស់កីឡាកររូបនេះបានបង្កើនកេរ្តិ៍ឈ្មោះរបស់ខ្លួនបន្តិចម្ដងនៅលើសង្វៀនក្នុងស្រុកហើយក្លាយជាកីឡាករដែលមានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រនិងអ្នកជំនាញប្រដាល់ជាច្រើនចំណុចលេចធ្លោរបស់ពេជ្រសៃវ៉ាគឺជំនាញគ្រប់ស្នៀតមិនថាកណ្ដាប់ដៃជង្គង់កែងឬជើងនោះទេទោះជាសិស្សរបស់លោកពេជ្រសុផាន់ភាគច្រើនត្រូវបានគេស្គាល់ថាសិស្សភាគច្រើនរបស់គាត់ល្អតែកណ្ដាប់ដៃក៏ដោយប៉ុន្តែពេជ្រសៃវ៉ាត្រូវបានអ្នកជំនាញវាយតម្លៃថាជាកីឡាករដែលមានបច្ចេកទេសចម្រុះចេះគ្រប់ស្នៀតមានបច្ចេកទេសល្អមិនមែនចេះតែដើរបុកឬវាយតែមួយច្រកឡើយជាកីឡាករចិត្តត្រជាក់ចេះប្រើចិត្តសាស្ត្របានល្អចេះបដូរចង្វាក់ប្រកួតនិងប្រើយុទ្ធសាស្ត្រឲ្យសមស្របតាមស្ថានភាពដែលជាចំណុចធ្វើឲ្យគេក្លាយជាកីឡាករដ៏គ្រោះថ្នាក់សម្រាប់គូប្រកួតបរទេសសម្រាប់ការប្រកួតលើកនេះការចូលរួមរបស់ពេជ្រសៃវ៉ានៅលើសង្វៀនអន្តរជាតិមិនត្រឹមតែជាការបង្ហាញសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការលើកស្ទួយនិងផ្សព្វផ្សាយគុនខ្មែរឲ្យកាន់តែទទួលបានការទទួលស្គាល់នៅលើឆាកអន្តរជាតិផងដែរគូបញ្ជាក់ថាការប្រកួតនេះនឹងបើកឲ្យចូលរួមទស្សនាដោយសេរីនៅសង្វៀន PNN ព្រែកភ្នៅហើយមានការផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង 1 រសៀលតទៅតាមកញ្ចក់ទូរទស្សន៍ PNN Page Facebook YouTube PNN Sport រួមទាំងគេហទំព័រ Gensburg ផងដែរ